rồi bây giờ xa thấy mà cay vậy thiệt thấy miếng song xa nơi xin lỗi bông xin gọi thằng pi mấy ngày ô xin gọi thằng pi vẫn lỗ là bông chơi mà ca hỏi hết anh ấy bông cá đằng kia đã xin với chó nữa xa đồ này chứ thấy mấy bạn tập tay xa mấy ngày nữa dương vừa chơi đàn am ở đây đấy nó cả mày thấy bọn anh sợ buông thế này anh ấy không mà đã tay chân tay luôn không biết bao chân ô này cầm tay phi bài chân của đội ô bây giờ bé đại ta chắc khinh cái mơ của này anh chọn nè nhưng anh chờ vào đồng đây anh chào vào đó mấy khinh cái mơ của kia xong mà camera vẫn có khơi ở này kia tục scan ở này mà xong được kia ô chỉ miệp xô thằng pi u sao xa mấy ngày ninh mau mà nè đấy là ngày ninh đã lên con thích nó bắt lệ chứ pin nhẹ năng bông pin nhẹ năng mau chị mau đây ôn booking anh tập quanh anh mới chia chẳng băng chuông tay món này ở đây đấy cái cậu nơi ôn hay mạch mà khi tích mẹ ôn vậy nữa và miền tập pin nè sao mau nắng mến sao mau đây năng bông ô hay mình đang tha gạn sport nonแต่ ra K-pop ពីប្រទេសកូរ៉េមកប្រគំតន្ត្រីនៅកោះពេជ្រថ្ងៃខែ8ហ្នឹងអត់ដឹងបងដឹងហ៎ចាអូតើអូនមានអារម្មណ៍រំភើបទេឬរំពឹងថានឹងទទួលអត្ថប្រយោជន៍អ្វីខ្លះពីការប្រគំតន្ត្រីរបស់ថេកតា K-pop នេះអត្ថប្រយោជន៍ឲ្យធ្វើឲ្យទឹកដីកម្ពុជាយើងកាន់តែធ្វើអាជីវកម្មដាច់កាន់តែច្រើនមានទេសចរគាត់មកលេងច្រើនជាពិសេសឲ្យអាចឲ្យពូហត្ថស៊ីភាសាអីគាត់កាន់តែមានភ្ញៀវកិត្តិយសគាត់បានជើញជើញជិះច្រើនអញ្ចឹងណាបងចាហើយស្អាតហើយបកាយនិយាយទៀតហើយមានសង្សារនៅស៊ីងហើយបងស៊ីងgọi thằng piហ្នឹងហើយអូស៊ីងgọi thằng pi vẫnល្អឥឡូវបងជួយបកាឲ្យអត់អត់អីបងបកាដល់គេដាក់ស៊ីវីច្រើនសាដូចតែអញ្ចឹងហើយមិនបានtập tayស្អាតmấy ngàyហ្នឹងយើងធ្វើជាតារាមកដែរហ្នឹងក៏យ៉ាងម៉េចហើយអូនអញសឹកខ្ពស់ទៀតនេះអត់អីធម្មតាតែគេចិត្តដៃខ្លួនអូហ្វីតបែបអញ្ចឹងអូហ្នឹងហើយកំខ្លៃហ្វីតបែបអញ្ចឹងបណ្ដោយអូហើយពេលដែលដើរអញ្ចឹងឃើញគេមើលអូនអញច្រើនណាស់ខ្ញុំអត់ចាប់អារម្មណ៍ដែរអូអត់ចាប់អារម្មណ៍ទេឃើញគេមើលគ្នាសុំកាមេរ៉ាហ្នឹងក៏ឃើញអូនអញណាគេទុកស្កាត់អូនអញមកសុំទៅព្រាបបាទអូនមានពាក្យពេចន៍អ្វីនិយាយទៅកាន់ក្រុមហ៊ុន Dance Sport ទេតែបង្កើតបរិយាកាសសប្បាយរីករាយនិងចំណូលដល់អាជីវករបែបនេះខ្ញុំសូមជូនពរឲ្យ Dance Sport លក់កាន់តែដាច់មានភ្ញៀវទេសចរមកលេងកាន់តែច្រើននិយាយទៅអើយកាន់តែកប់ទៅមុខដាច់ហើយអើយពេលដែលមានភ្ញៀវទេសចរគាត់បានមកលេងនៅកម្ពុជាប្រទេសកម្ពុជាយើងធ្វើឲ្យអាជីវករដែលនៅស្រុកខ្មែរលក់កាន់តែដាច់ហើយកាន់តែអ៊ូអរអញ្ចឹងបងធ្វើឲ្យបងភាសារត់តាស៊ីអីគាត់កាន់តែរត់ចំណូលបានច្រើនជាងមុនបងចាមានអ្វីអរគុណដល់ក្រុមហ៊ុន Dance Sport ដែលនាំតារា K-pop មកប្រទេសកម្ពុជាយើងខ្ញុំអរគុណដល់ Dance Sport ដែលនាំតារាល្បីមកលេងប្រទេសកម្ពុជាឲ្យពួកខ្ញុំបានស្គាល់អញ្ចឹងណាបងចាអរគុណសំខាន់យើងហៅតិចតិចបងអរគុណចាអរគុណណាដែលបងឲ្យបងសុភីអរគុណច្រើនបាទស្អាតបងឃើញសាអត់តមានសង្សារនៅ single អូហើយអូនតើមានដឹងទេថាខែ8ខែមុខនេះ Dance Sport នាំតារា K-pop 2ក្រុមមកប្រគំតន្ត្រីនៅកោះពេជ្រដឹងបងតែដឹងអត់ច្បាស់ដែរដឹងថាក្រុម Dance Sport នាំតារាល្បីមក2ក្រុមខាង K-pop ប៉ុន្តែក៏រីករាយនឹងសប្បាយចិត្តបើពេលពួកគាត់មកពួកខ្ញុំនៅសប្បាយហើយមានមនុស្សច្រើនចូលរួមអ្នកនៅជុំវិញខ្លួននិយាយទៅគឺអ៊ូអរមែនតើបាទអ៊ូអរមែនតើបងមានដែររំពឹងថានឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការក្រុមតន្ត្រីនេះរីករាយសម្រាប់ក្រុម Dance Sport ហើយក៏ខ្ញុំជារៀបមួយនៅក្នុងស្រុកខ្មែរអត់ដែលបានជួបក្រុម Dance Sport ផ្ទាល់ហើយពួកគាត់ដែលនាំមកគឺមានអារម្មណ៍ថាសប្បាយចិត្តនឹងរីករាយដើម្បីនឹងជួបពួកគាត់បាទបើធៀបនឹងការលក់ប្រចាំថ្ងៃនៅពេលដែលមានការប្រគំតន្ត្រី K-pop និងអត់មានការប្រគំតន្ត្រីតើខុសគ្នាដូចម្តេចខ្លះខុសបងពេលយើងមានប្រគំតន្ត្រីគឺមានប្រជាជនមានបងប្អូនពុកម៉ែពូមីងមកចូលរួមច្រើនអញ្ចឹងមិនថាកង់3ឬមួយក៏ជីវកម្មផ្សេងតែទៅលក់ដាច់ជាថ្ងៃធម្មតាអូអញ្ចឹងយល់យ៉ាងណាដែរដែលការប្រគំតន្ត្រីកម្រិតពិភពលោកបែបនេះនឹងជួយសេដ្ឋកិច្ចនិងអាជីវករនិងវិស័យទេសចរស្រុកខ្មែរយ៉ាងបែបណាខ្លះរីកចម្រើនច្រើនបងដោយសារពេលដែលតែមានប្រគំតន្ត្រីមិនថាពូកង់3ក៏គាត់មានភ្ញៀវដឹកមិនអ្នកលក់អវ៉ាន់លក់ដូរក៏គាត់មានម៉ូយច្រើនបាទអានោះសម្រាប់ចិត្តខ្ញុំក៏រីករាយដូចគ្នាបងពេលដែលនៅយើងតែងតែទៅមើលសប្បាយស្រែកហូរទៅតែងតែស្រែកទឹកយើងតែងតែទិញហើយដល់ពេលអញ្ចឹងគឺសប្បាយអរគុណដល់ Dance Sport ហើយក៏
រីករាយសម្រាប់ Gansbert ដែលមកប្រកាន់នៅក្នុងស្រុកខ្មែរនេះគឺគាត់នាំការសប្បាយជាច្រើនមកឲ្យខាងពួកខ្ញុំស្គាល់ឬមួយក៏ពូមីងបងប្អូនផ្សេងឬខាងខេត្ត8ដែលខ្ញុំអត់ដឹងច្បាស់កុំឲ្យសៀបថាច្បាស់គឺខ្ញុំនាំគ្នាមកច្រើនមកមេងហើយនឹងសប្បាយហូហើយនឹងផឹក Gansbert បាទជាចុងក្រោយមានអ្វីអរគុណដល់ក្រុមហ៊ុន Gansbert ទៀត អរគុណដល់ Gansbert ដែលនាំកម្មវិធីថ្មីប្លែកមកឲ្យបងប្អូនពូមីងពុកម៉ែបងប្អូននៅកម្ពុជាស្គាល់ បាទដែលជាតារាមកពីស្រុកក្រៅដែលពេលខ្លះពួកយើងទទួលយកដែលយើងហៅមកបានតែពួកគាត់អាចធ្វើបានដោយពួកយើងសប្បាយជុំគ្នាអូខេអរគុណច្រើន តែបានផ្ដល់បទសភាមកបងអរគុណបងហើយមានដឹងថា Gansbert នាំតារា K-pop ពីក្រមមកអត់ ដឹងបង ខែ8ហ្នឹងអី ចា អូហើយយល់យ៉ាងមិនដែរល្អអត់ចំពោះឡា Gansbert តែងតែយកតារា K-pop មកប្រគំតន្ត្រីនៅប្រទេសកម្ពុជាយើងដើម្បីជួយជំនួយសេដ្ឋកិច្ចឯខ្លះអូនមានដឹងអត់ ជួយទៅដល់ទេសចរដូចការលក់សបតហើយនឹងភ្ញៀវទេសចរច្រើនមកមើលមកស្គាល់ប្រទេសកម្ពុជាអញ្ចឹងណាបង បាទអូនមានអារម្មណ៍រំភើបទេនឹងរំពឹងថានឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះនឹងការប្រគំតន្ត្រីនេះ រំភើបបង បាទ អត្ថប្រយោជន៍មានច្រើនយើងបានហើយបានមានភ្ញៀវទេសចរគាត់មកច្រើន មើលតាម idol គាត់ចឹង ហ្នឹងហើយព្រោះ idol K-pop គឺអ្នកខ្លះតាមដានស្គាល់ច្រើនណាស់តារាជំនាញកូរ៉េមកមួយទៀតអូនចង់សួរថាយកយ៉ាងណាដែរនៅក្នុងការប្រគំតន្ត្រីកម្រិតពិភពលោកបែបនេះនឹងជួយដល់សេដ្ឋកិច្ចអាជីវករនិងវិស័យទេសចរស្រុកយើងបែបណាខ្លះ ខលចំណូលបានហើយអាជីវករអីគាត់អាចបើកតូបលក់ហើយលក់ នៅក្បែរ concert ចាក្បែរ concert ហើយយើងអាចលក់សបត់ឲ្យភ្ញៀវបរទេសបានគាត់មកមើលគាត់ស្គាល់ K-pop អីចឹងណាបង បាទ ខ្ញុំមានតែពាក្យអរគុណបងដោយសារ Gansbert គាត់គាត់តែនាំឲ្យថ្មីមកប្រទេសកម្ពុជាអរគុណដល់ Gansbert ដែលគាត់បាននាំSuper Idol មកស្រុកខ្មែរ បាទ ហើយជួយជំរុញដល់សេដ្ឋកិច្ចជាតិទៀតបង បាទអរគុណច្រើនអូនហើយអូនមានដឹងថា Gansbert នាំតារា K-pop ពីក្រមមកធ្វើការប្រគំតន្ត្រីនៅកោះពេជ្រអត់ ដឹងបង ដឹងហ៎អូតើអូនមានអារម្មណ៍រំភើបឬរំពឹងនឹងទទួលបានអត្ថប្រយោជន៍ក្នុងការប្រគំតន្ត្រីនេះ ចាខ្ញុំមានរំភើបថាបើមានតារាពីប្រទេសក្រៅមកទៅធ្វើឲ្យតំបន់ទេសចរនៅខាងកម្ពុជាយើងកាន់តែគេស្គាល់កាន់តែច្រើនអញ្ចឹងខ្ញុំពឹងថានឹងមានក ង់3គេដឹកភ្ញៀវបានច្រើន កង់3ជីកោ អ្នកលក់ដូរកាន់តែបានដាច់កាន់តែច្រើនការត្រីនឹងយល់ថាបើមានការប្រគំតន្ត្រីធំអញ្ចឹងទៅតំបន់ទេសចរក៏កាន់តែច្រើនហើយនឹងលក់ដូរក៏ចាភ្ញៀវកាន់បាទអាចមកពីខេត្តទេសចរមកចូលរួមហ្នឹងហើយហើយប្រទេសផ្សេងក៏គេស្គាល់កម្ពុជាយើងកាន់តែច្រើនដែរ បាទមានអ្វីអរគុណដល់ក្រុមហ៊ុន Gansbert ទៀត ចាអរគុណដល់ Gansbert ដែលបង្កើតកម្មវិធីនាំតារា K-pop មកកម្ពុជាឲ្យគេស្គាល់កម្ពុជា បាទហើយអូនមានអ្វីអរគុណដល់ក្រុមហ៊ុន Gansbert ទៀត អរគុណដល់ក្រុមហ៊ុន Gansbert ដែលនាំតារា K-pop មកដើម្បីឲ្យគេស្គាល់កម្ពុជាយើងកាន់តែច្រើន បាទ ហើយជូនពរឲ្យក្រុមហ៊ុន Gansbert កាន់តែលក់ដាច់និងដំណើរការទៅមុខ ហើយមួយទៀតអូនមានដឹងថាខែ8ហ្នឹង Gansbert នាំតារា K-pop ពីក្រមមកអត់ ដឹងបងដឹង អូមានវគ្គមុនមានការប្រគំតន្ត្រីម្ដងហើយតារា K-pop ហើយអូនគិតថា Gansbert នាំតារា K-pop នោះជួយជំរុញអ្វីខ្លះដល់លើវិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរយើង បើគាត់មកល្អខ្លាំងហ្មងពួកអីអាជីវករលក់ដូរអីលក់ដាច់ខ្លាំងពួកអីមនុស្សភិកច្រើនទៅមើលគ្រប់គ្រងច្រើនណា បាទអូនភើបនឹងរំពឹងថា Gansbert នឹងនាំតារា K-pop មកបែបនេះយល់ថាការប្រគំតន្ត្រីពិភពលោកបែបនេះនឹងជួយសេដ្ឋកិច្ចនិងអាជីវករលើវិស័យទេសចរស្រុកខ្មែរបែបណាខ្លះ ការលក់ដូរនិយាយទៅបើគាត់មកគាត់ជួយផ្សព្វផ្សាយទៅខាងកូរ៉េខាងអីប្រទេសfan គាត់មានច្រើនអញ្ចឹងទូទាំងប្រទេសអាចនឹងស្គាល់ស្រុកខ្មែរយើងបានច្រើនណាបងហ្នឹងហើយ ហើយមួយទៀតអូនតើអូនមានពាក្យពេចន៍អីនិយាយទៅកាន់ Gansbert ទេដែលគាត់ជានិច្ចការតែងតែនាំតារា K-pop មកប្រទេសកម្ពុជាយើងជួយជំរុញសេដ្ឋកិច្ចយើងហើយក៏ដូចជាឲ្យបងប្អូនអាជីវករលក់ដូរបានដាច់ និយាយទៅគឺអរគុណដល់ Gansbert ខ្លាំងមែនតើហ្មងគាត់ពេកច្រើនគាត់នាំតារា K-pop មកល្បីមកលើកស្ទួយស្រុកខ្មែរយើងដោយសារតែគាត់មកទៅគាត់មាន fan
ច្រើនទូទាំងប្រទេសអញ្ចឹងគាត់មកដល់ហើយគាត់ផ្សព្វផ្សាយថាស្រុកខ្មែរអូពិតជាល្អចឹងថាគាត់មកអត់ដែលមានបញ្ហាអីនិយាយទៅគឺសប្បាយហ្មងស្រុកខ្មែរសន្តិភាព បាទយើងអត់ចង់ឲ្យមានសង្គ្រាមចង់ឲ្យមានសន្តិភាពហើយដូចជាយើងឃើញថាកែស្មើតកែងតែមានការជួយដល់វិរៈកងទ័ពក៏ដូចជនពិសឹកជាហូហែហូតហើយបងក៏សប្បាយចិត្តដែរដែលបានផ្ដល់បទសភាពបាទអរគុណច្រើនមែនតើអូនជូនពរអូនសំណាងល្អជោគជ័យគ្រប់កិច្ចការងារអរគុណច្រើនបាទអូនឯងមិនដឹងថា Gensburg ខែ8នេះនាំតារា K-pop ពីប្រទេសកូរ៉េមកធ្វើការប្រគំតន្ត្រីនៅកោះពេជ្រយើង ដឹងបង ដឹងទេ ចា អូហើយចំពោះការអូនមានអារម្មណ៍ឬអូនមានអារម្មណ៍រំភើបឬរំពឹងនឹងថាទទួលបានប្រយោជន៍អីខ្លះនៅក្នុងការប្រគំតន្ត្រីបែបនេះ មានបងមានអារម្មណ៍រំភើបហើយណាមួយវាទទួលបានផលប្រយោជន៍ដល់ប្រទេសយើងផងដោយសារតែបើពួកគាត់មកទៅជួយសេដ្ឋកិច្ចប្រទេសយើងច្រើន បាទសំមួយទៀតធៀបគ្នានឹងសម្រាប់ការលក់ប្រចាំថ្ងៃនឹងពេលដែលមានការប្រគំតន្ត្រីតើខុសគ្នាយ៉ាងម៉េចដែរអូនអាចជួយជំរុញយ៉ាងម៉េចខ្លះ ខុសគ្នាខ្លាំងនិយាយទៅសឹង 50% ឯងបងបើគាត់មកទៅជំរុញដល់សេដ្ឋកិច្ចខ្មែរយើងច្រើនអាចនឹងមានបរទេសមកពីស្រុកក្រៅមកខ្មែរយើងដើម្បីមើល Gensburg អីមើលគេ តារា K-pop ហ្នឹងឯងតារា K-pop បាទហើយនឹងអាជីពក៏លក់ដូរកាត់ដាច់ទៅហើយកង3ក៏រត់បានញៀវច្រើនទៅមានអ្វីអរគុណដល់ Gensburg ដែរដែលរៀបចំនៅតារា K-pop មកប្រទេសកម្ពុជាយើង មានអារម្មណ៍ថារំភើបបើគាត់ធ្វើអញ្ចឹងហ្នឹងបង បាទមានអ្វីអរគុណដល់គាត់ទៀត មានបងអរគុណគាត់ច្រើនដែលនាំតារា K-pop មកប្រទេសខ្មែរយើងហើយជួយដល់សេដ្ឋកិច្ចខ្មែរយើងច្រើន បាទ អូខេ អរគុណ